តសិកជនជាទីមេត្រីតសិកជនទៅបានតាមដាននេតិតាមការបរិច្ឆេទសូមជម្រាបលាវិទ្យាកង្ឃើសូមជូនដំណឹងអនុវត្តតាមសារាចរណ៍លេខ08/2026របស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចាប់ពីថ្ងៃទី15ខែមេសាតទៅអតិថិជនដែលប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ត្រូវធ្វើការបញ្ជាក់ព័ត៌មានតាមរយៈទិន្នន័យជីវមាត្រដើម្បីធានានូវភាពត្រឹមត្រូវនិងសុវត្ថិភាពក្នុងអំឡុងពេលប្រើប្រាស់សេវាកម្មទូរគមនាគមន៍ដើម្បីពិនិត្យលេខទូរស័ព្ទរបស់លោកអ្នកចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពដែរឬអត់អតិថិជនអាចពិនិត្យមើលសារជូនដំណឹងពីប្រព័ន្ធវិទ្យុឬផ្ញើសារតាមទម្រង់ TTTB ដកឃ្លាលេខអត្តសញ្ញាណប័ណ្ណរួចផ្ញើទៅកាន់លេខ1414ប្រជាជនអាចធ្វើការបញ្ជាក់បានយ៉ាងឆាប់រហ័សនិងងាយស្រួលនៅផ្ទះតាមរយៈកម្មវិធី My Viettel ឬកម្មវិធី VNeID ជាមួយគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត2ក្នុងករណីមិនអាចអនុវត្តដោយខ្លួនឯងបានអតិថិជនអាចអញ្ជើញទៅកាន់ហាងបណ្ដាញប្រតិបត្តិការរបស់ Viettel ឬចំណុចជំនួយលើភូមិឋានដើម្បីទទួលបានការណែនាំសូមអតិថិជនមេត្តាបង្ហើយការងារនេះមុនថ្ងៃទី15ខែឧសភាដើម្បីផលប្រយោជន៍និងសុវត្ថិភាពតខ្លួនសូមអតិថិជនមេត្តាម្ចាស់ការក្នុងការបញ្ជាក់ព័ត៌មានលេខទូរស័ព្ទឲ្យបានឆាប់រហ័សបំផុតវិទ្យាកង្ឃើសូមជម្រាបជូនដំណឹងដោយក្តីគោរពសូមគោរពទស្សនិកជនកំពុងតាមដានកម្មវិធីផ្សាយជាភាសាខ្មែររបស់ទូរទស្សន៍កង្ឃើថ្ងៃនេះជាថ្ងៃអាទិត្យទី17ខែឧសភាឆ្នាំ2026ត្រូវនឹងថ្ងៃ